ធ្វើរឿង6នេះឲ្យបានពេលជួបការលំបាកដើម្បីឲ្យចិត្តស្ងប់រោគដំណោះស្រាយបានកាន់តែប្រសើរជីវិតតែងតែមានឡើងមានចុះមិនមែនគ្រប់យ៉ាងសុទ្ធតែសម្រេចដោយការចង់បានឬគ្រោងទុករបស់អ្នករហូតនោះទេស្ថានភាពលំបាកមួយចំនួនដែលជួបប្រទះក្នុងជីវិតអាចធ្វើឲ្យអ្នកខូចចិត្តខ្លាំងនឿយហត់ចង់បោះបង់មិនដឹងត្រូវធ្វើអ្វីបន្តទៀតបើដូច្នេះអ្នកគួរសម្រាកមួយផ្លេតតែកុំចោះចាញ់ព្រោះអារម្មណ៍នេះមនុស្សជាច្រើនសុទ្ធតែធ្លាប់ជួបប្រទះពេលមានអារម្មណ៍វង្វេងបាត់បង់គោលដៅជីវិតមានរឿង6ដែលអ្នកត្រូវធ្វើដើម្បីស្វែងរកភាពភ្លឺស្វាងមកវិញដូចជា 1. បន្ធូរសម្ពាធផ្លូវចិត្តអ្នកត្រូវប្រាប់ខ្លួនឯងថាទោះជាមានរឿងអ្វីកើតឡើងស្អែកព្រះអាទិត្យនៅតែរះដូច្នេះក្តីសង្ឃឹមក៏នៅតែមានដរាបណាអ្នកប្រឹងប្រែងស្វែងរកវារឿងដែលបានកើតឡើងថ្ងៃមុនគឺជាអតីតកាលទៅហើយគួរចាប់ទុកវាជាមេរៀននិងសម្លឹងទៅមុខត្រូវព្យាយាមបន្ធូរសម្ពាធខ្លួនឯងជាមុនសិនទើបខួរក្បាលអ្នកដំណើរការបានល្អអាចធ្វើការគិតវែកញែកបានច្បាស់លាស់និងរកដំណោះស្រាយបានកាន់តែប្រសើរ 2. សម្រាកមួយរយៈធ្វើកិច្ចការដែលខ្លួនស្រឡាញ់ដើម្បីអាចដកសម្ពាធចេញបានអ្នកក៏ត្រូវនៅឲ្យឆ្ងាយពីបញ្ហានោះដែរបើទៅធ្វើការធ្វើឲ្យអ្នកកាន់តែតានតឹងគួរសម្រាកមួយរយៈធ្វើកិច្ចការអ្វីមួយដែលអ្នកតែងតែចង់ធ្វើតែមិនមានពេលធ្វើពីមុនមកតែបើអ្នកខូចចិត្តរឿងស្នេហាជួនកាលបន្តមមាញឹកនឹងការងារអាចជួយបន្លប់ឲ្យអ្នកបំភ្លេចរឿងឈឺចាប់នោះបានដែរ 3. គេងឲ្យបានគ្រប់គ្រាន់និងញ៉ាំឲ្យឆ្ងាញ់ពិតណាស់ថាពេលកំពុងស្មុគស្មាញពិបាកដេកពិបាកញ៉ាំតែអ្នកក៏ត្រូវព្យាយាមជំនះវាឲ្យបានដោយការហាត់ប្រាណឲ្យហត់បែកញើសខ្លាំងជាប្រចាំអ្នកគង់តែមានអារម្មណ៍ថាឃ្លាននិងងងុយគេងមិនខានដេកគ្រប់គ្រាន់អាចឲ្យអ្នកភ្ញាក់ឡើងមានអារម្មណ៍ស្រស់ស្រាយស្មារតីនឹងណូខួរក្បាលក៏ដើរបានល្អដូច្នេះចង់ចាប់ផ្ដើមសារជាថ្មីមិនលំបាកទៀតឡើយ 4. ជួបជុំគ្រួសារអាចផ្ដល់ឲ្យអ្នកនូវភាពកក់ក្ដៅនិងអារម្មណ៍សុវត្ថិភាពដែលអ្នកមិនអាចរកបាននៅកន្លែងផ្សេងពេលជួបវិបត្តិតូចធំក្នុងជីវិតអ្នកគួរចំណាយពេលនៅជាមួយគ្រួសារឲ្យបានច្រើនពេលខ្លះមិនចាំបាច់និយាយច្រើនពីបញ្ហារបស់អ្នកក៏បានបើមិនចង់រំខានលោកអ្នកមានគុណឲ្យខ្វាយខ្វល់ពីអ្នកច្រើន 5. ធ្វើដំណើរកម្សាន្តទៅកន្លែងថ្មីការដើរកម្សាន្តផ្លូវឆ្ងាយគឺជាថ្នាំព្យាបាលភាពតបប្រមល់ល្អបំផុតបើទោះជីវិតតម្រូវឲ្យអ្នកត្រូវចំណាយលុយក៏ដោយគ្រប់ទីកន្លែងដែលអ្នកទៅដល់នឹងផ្ដល់មេរៀននិងបទពិសោធន៍ជីវិតថ្មីជាច្រើនដល់អ្នកមិនខានហើយវានឹងបើកភ្នែកនិងបេះដូងអ្នកឲ្យកាន់តែយល់ច្បាស់ពីតម្លៃនៃការតស៊ូក្នុងជីវិត 6. ស្វែងរកកម្លាំងជំរុញថ្មីតាមរយៈការអានសៀវភៅនិងជួបបុគ្គលដែលវិជ្ជមានរកនឹកមើលតើអ្នកមានមិត្តភ័ក្តិណាខ្លះដែលពោរពេញដោយគំនិតវិជ្ជមាននិងសុខទិដ្ឋិនិយមក្នុងជីវិតគួរជួបពួកគេភ្លាមការជជែកលេងជាមួយមិត្តភ័ក្តិក៏អាចជួយឲ្យអ្នកបន្ធូរសម្ពាធបានហើយថែមទាំងអាចស្គាល់ពីខ្លួនឯងកាន់តែច្បាស់កុំជួបមិត្តភ័ក្តិដែលធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែតានតឹងឲ្យសោះបុគ្គលជោគជ័យល្បីមិនមែនជាមិត្តដែលអ្នកចង់ជួបគឺបានឡើយតែមិនអ្វីទេអ្នកអាចទិញសៀវភៅរបស់ពួកគេមកអានបានការអានបានច្រើននឹងធ្វើឲ្យគំនិតអ្នកវាងវៃរីកចម្រើននិងអាចស្រមើស្រមៃកាន់តែធំធេង